ស្ដីអ្នកទាំងអស់គ្នានេះក៏ឡេគេហៅថាសមុទ្រសៀមរាបតាមពិតឈ្មោះបារាយទឹកខ្លាទេតែយើងតែងតែហៅសមុទ្រសៀមរាបនេះថ្ងៃលិចស្រស់ស្អាតណាស់ហើយខ្ញុំមកតែថ្ងៃដែលគេអត់សូវមានមនុស្សមកបងប្អូននឹងស្រាប់ហើយនៅសមុទ្រសៀមរាបបារាយទឹកខ្លានេះឲ្យតែថ្ងៃអាទិត្យហើយឬមកថ្ងៃបុណ្យថ្ងៃទៀនវ៉ាវអត់រលាកទេអត់អាហ្នឹងអត់រលាកទេហ្នឹងលក្ខណៈមកសបាយលក្ខណៈស្ដាប់ The Voice វិញស្ដាប់ The Voice ចឹងទៅយើងមកខ្ញុំមកលេងមកចំមិនមែនជាថ្ងៃអាទិត្យហើយក៏មិនមែនជាថ្ងៃបុណ្យទេចឹងទៅខ្ញុំចូលចិត្តមកកន្លែងណាដែលអត់សូវមានមនុស្សមកអញ្ចឹងយើងមកលក្ខណៈ chill relax hill នេះថ្ងៃលិចស្អាតណាស់នៅពេលដែលយើងនិយាយទៅសៀមរាបកន្លែងណាក៏មានថ្ងៃលិចនិងថ្ងៃរះស្រស់ស្អាតដូចគ្នាសៀមរាបគឺសម្បូរទៅដោយតំបន់ដែលមើលថ្ងៃលិចនិងថ្ងៃរះស្អាតហើយលក្ខណៈធម្មជាតិទាំងអស់ប៉ុន្តែខ្ញុំមើលថ្ងៃលិចច្រើនជាងថ្ងៃរះព្រោះដឹងស្រាប់ហើយថ្ងៃរះមិនសូវបានងើបតន់ទេអញ្ចឹងត្រៀមបងប្អូនគ្នាថ្ងៃ21 22 23ជួបជុំគ្នានៅប្រាសាទអង្គរវត្តសមរាត្រី3ថ្ងៃខ្ញុំទៅទាំង3ថ្ងៃហ្នឹងនេះឥឡូវនេះខ្ញុំកំពុងតែនៅបារាយទឹកខ្លាដែលអ្នករកគ្នាតែងតែហៅថាសមុទ្រសៀមរាបយើងមកតាមទឹកលុយយើងទឹកលុយយើងមកបានប៉ុណ្ណាយើងមកតាមហ្នឹងមកចាំយើងមានលុយច្រើនចាំយើងទៅសមុទ្រឥឡូវនេះយើងមកសមុទ្រសៀមរាបបារាយទឹកខ្លាយើងហ្នឹងហើយដឹងស្រាប់ហើយពេលខ្លះខ្ញុំមកថ្ងៃអាទិត្យអីគឺអត់រលាកទេខ្ញុំអត់និយាយច្រើនទេតែឃើញខ្ញុំចាប់អារម្មណ៍ជាងគេឃើញបរិស្ថានស្អាតបងប្អូនដែលលក់ដូរហើយបងប្អូនដែលមកអង្គុយញ៉ាំនៅកន្លែងនេះគាត់តែងតែប្រមូលខ្ចប់សម្រាមទៅវិញបរិស្ថានស្អាតអញ្ចឹងទៅបានភ្ញៀវមកលេងដោយមានផាសុកភាពជាពិសេសភ្ញៀវបរទេសគាត់ឃើញគាត់មកមើលថ្ងៃលិចដែរអញ្ចឹងទៅពេលយើងមកលេងយើងជួយសម្អាតទាំងអស់គ្នានេះថ្ងៃលិចទៅទៀតថ្ងៃលិចពិតស្អាតមែនតែនហ្មងណាអែមអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ